ដល់សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងមកមើលពីរបៀបបង្កើត account Invertiso អញ្ចឹងអ្នកគ្នាទី1អ្នកគ្នាត្រូវចុច link នៅក្នុង community ណាមួយឬក៏ link នៅក្នុង social media ណាមួយយ៉ាអញ្ចឹងនៅពេលដែលគ្នាចុចទៅលើ link ហ្នឹងគឺអ្នកគ្នានឹងទទួលបានប្រភេទ VIP account គឺមានថា spread គឺ fake ហើយបាន free swap អញ្ចឹងទៅអូខេអញ្ចឹងគឺខ្ញុំសូមចុចទៅលើ link នៅក្នុង channel HAU Social Trade អូខេអញ្ចឹងមកដល់កន្លែងនេះយើងចុចពាក្យ sign up អញ្ចឹងចំពោះកន្លែងនេះគឺយើងដាក់ទៅលើប្រទេសខ្មែរអូខេចំពោះឈ្មោះយើងដាក់ឈ្មោះពិតប្រាកដដូចទៅនឹងអត្តសញ្ញាណប័ណ្ណរបស់យើងព្រោះនៅពេលដែលយើង deposit ឬក៏ withdraw គេត្រូវការបញ្ជាក់អត្តសញ្ញាណប័ណ្ណរបស់យើងហ្នឹងមានថាឈ្មោះរបស់យើងជាមួយនឹង bank ឲ្យដូចគ្នាអូខេអញ្ចឹងចំពោះកន្លែងនេះទី1អ្នកគ្នាត្រូវបូក855បូក855ហើយលេខទូរស័ព្ទអូខេនេះគឺជាលេខទូរស័ព្ទរបស់ខ្ញុំហើយបន្ទាប់មក email អញ្ចឹងយើងដាក់ email របស់យើងចូលមកហើយបន្ទាប់មកគឺយើងដាក់ password អូខេអញ្ចឹងគឺខ្ញុំសុំ pass អូខេតោះមកយើងចុចសញ្ញា tick មកហើយបន្ទាប់មកយើងចុច register អូខេអញ្ចឹងមកដល់កន្លែងនេះគឺយើង open account ចោលមួយទៅសម្រាប់ដាក់លុយរបស់យើងមានថាជា main account អញ្ចឹងយើងដាក់ជា send ក៏បានអីក៏បានតែយើងយកដាក់ជា standard មកអូខេនេះគឺវាឲ្យលេខ login ជាមួយនឹង password សម្រាប់ login ចូល MT4 អូខេអញ្ចឹងបន្ទាប់មកយើងចូលទៅកន្លែង profile ចុចកន្លែងពាក្យ verify ហើយបន្ទាប់មកកន្លែងទី1នេះយើងត្រូវដាក់ថ្ងៃខែឆ្នាំកំណត់របស់យើងអញ្ចឹងចំពោះថ្ងៃខែឆ្នាំកំណត់ជាមួយនឹងឈ្មោះយើងដាក់ដូចអត្តសញ្ញាណប័ណ្ណរបស់យើងណាតោះចុច continue កន្លែងនេះទី1យើងត្រូវ upload អត្តសញ្ញាណប័ណ្ណរបស់យើងអញ្ចឹងយើងចុច upload អត្តសញ្ញាណប័ណ្ណរបស់យើងចូលមកអូខេបន្ទាប់មកចំពោះកន្លែង address អញ្ចឹងយើងប្រើ postcode 12000អូខេ region ដាក់ Cambodia អូខេអញ្ចឹងគឺយើងប៉ុណ្ណឹងកន្លែង address នេះទី1អ្នកគ្នាដាក់ទីតាំងដោយអត្តសញ្ញាណប័ណ្ណក៏បានដាក់ទីតាំងបច្ចុប្បន្នក៏បានហើយខេត្តអ្នកគ្នាដាក់ខេត្តដែលអ្នកគ្នារស់នៅក៏បានដោយអត្តសញ្ញាណប័ណ្ណក៏បានអូខេអត់អីទេកន្លែងហ្នឹងចុច continue អញ្ចឹងមកដល់កន្លែងនេះគឺយើងត្រូវ upload bank statement បើយើងអត់ចេះយក bank statement របស់ធនាគារទេយើងអាច upload អត្តសញ្ញាណប័ណ្ណម្ដងទៀតបានអូខេអញ្ចឹងគឺវារួចរាល់ហើយបន្ទាប់មកចំណុចសំខាន់របស់យើងគឺទី1ហើយជាមួយនឹងទី3អូខេអញ្ចឹងកន្លែងនេះគឺយើងត្រូវបញ្ជាក់មើលចាត់ខុសអញ្ចឹងតិចទៀតវានឹងផ្ញើកូដមានថាយើងចុច continue ហើយគឺវាផ្ញើកូដទៅ email ដើម្បីបញ្ជាក់ថា email ហ្នឹងគឺជារបស់អ្នកទាំងអស់គ្នាអូខេចុច continue អញ្ចឹងគឺវានឹងផ្ញើកូដទៅ email ហើយអញ្ចឹងនៅពេលដែលគ្នាដាក់កូដអស់ហើយគឺវានឹងចេញមកតម្រងបែបនេះអូខេ